ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជាយើងបាទស្ពាននេះផងដែរមានឈ្មោះថាស្ពានតេជោសន្តិភាពឫស្សីជ្រុំដែលមានកម្ពស់90ម៉ែត្រប្រវែង537ម៉ែត្រទទឹង10ម៉ែត្រមានទីតាំងស្ថិតនៅក្នុងភូមិឆាយលោកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ស្ពាននេះស្ថិតនៅក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10ដែលតភ្ជាប់ពីខេត្តបាត់ដំបងពោធិ៍សាត់និងកោះកុងដែលចំណាយថវិកាសាងសង់អស់ប្រមាណ$23 លានស្ពានដ៏ខ្ពស់ស្កឹមស្កៃនេះបានបើកឲ្យពលរដ្ឋធ្វើដំណើរជាផ្លូវការកាលពីថ្ងៃទី15ខែឧសភាក្រោយដាក់ឲ្យដំណើរការស្ពានអាតៃនិងផ្លូវជាតិលេខ10កំពុងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតាមរយៈការរួមចំណែកផ្លាស់ប្ដូរពាណិជ្ជកម្មពីខេត្តបាត់ដំបងពោធិ៍សាត់ទៅកំពង់ផែកោះកុងនិងប្រទេសជិតខាងព្រមទាំងជួយជំរុញការវិនិយោគដំណាំកសិផលឧស្សាហកម្មនិងទេសចរណ៍បានលឿនរហ័សនិងចំណាយតិចជាងមុននៅភ្នំពេញតេជោសន្តិភាពឫស្សីជ្រុំជាឈ្មោះស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាហើយឈ្មោះនេះត្រូវបានប្រសិទ្ធនាមដោយសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានេះបើយោងតាមសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី27ខែឧសភាបាទនេះជាស្ពានដែលខ្ពស់ជាងគេបងប្អូនហើយក៏ជាវែងជាងគេដែរនៅក្នុងប្រទេសកម្ពុជារបស់យើងបាទសូមអរគុណសូមចុច like និង share នៅវីដេអូនេះដើម្បីទទួលបានព័ត៌មានថ្មីៗ